ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះកែកំលៀងដោយថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូអំពី comment តាក់ទងទៅនឹង UFW នៅក្នុង Linux ដែលតាក់ទងទៅនឹង firewall ខ្ញុំមុនដំបូងខ្ញុំសូមធ្វើការ SSH ចូលទៅក្នុង server ដែលប្រើ command SSH username និង IP បន្ទាប់មកធ្វើការដាក់ password ចូលចំពោះ command ទី1តាក់ទងទៅនឹង sudo UFW enable ចំពោះ command ហ្នឹងគឺយើងប្រើដើម្បី enable switch របស់យើងបន្ទាប់ពីយើងប្រើប្រាស់ command ហ្នឹងហើយយើងធ្វើការដាក់ password យើងធ្វើការ confirm បន្ទាប់មកយើងអាចឆែក setup របស់យើងដោយប្រើ command sudo UFW status ចឹងពេលនេះយើងឃើញថា setup របស់យើង active ហើយចឹងចំពោះ command បន្តទៀតខ្ញុំនឹងធ្វើការ allow នៅ specific port ដែលតែពីយើង host website របស់យើងត្រូវការ host វាជាលក្ខណៈ HTTPS ចឹងចំពោះ HTTPS វាត្រូវចូលតាមរយៈ port លេខ443ចឹងក្នុងករណីហ្នឹងបើសិនជាយើងចង់បើក specific port ណាមួយយើងអាចប្រើប្រាស់ command sudo UFW allow បន្ទាប់មកយើងវាយលេខ port ដែលយើងចង់ដាក់ឧទាហរណ៍ក្នុងករណីនេះគឺ443ចឹងបន្ទាប់ពីយើង add ហើយយើងអាចធ្វើការឆែក status ម្ដងទៀតចឹងនៅពេលហ្នឹងយើងនឹងឃើញ port 443 list មកដែរចឹងបើសិនជាយើងចង់បិទវាវិញចឹងយើងអាចប្រើ command sudo UFW deny បន្ទាប់មកយើងវាយលេខ port ដែលយើងចង់បិទចឹងខ្ញុំចង់បិទលេខដែលខ្ញុំបើកមុនហ្នឹងគឺ443បន្ទាប់ពីយើងបិទហើយយើងអាចឆែក status ម្ដងទៀតចឹងនៅពេលហ្នឹងយើងនឹងឃើញថា action របស់វាដូរទៅ deny វិញហើយចំពោះ command បន្តទៀតគឺ sudo UFW reset ចឹងចំពោះ command ហ្នឹងគឺយើងធ្វើការ reset នៅ rule ផ្សេងៗទាំងអស់របស់យើងចឹងបើសិនជាយើងប្រើប្រាស់ command ហ្នឹងយើងចុច yes តោះមកយើងធ្វើការឆែក status ម្ដងទៀតចឹងពេលហ្នឹងfirewall របស់យើងហ្នឹង disable ហើយចឹងបើសិនជាយើងចង់ enable មកវិញយើងអាចប្រើប្រាស់ sudo UFW enable ចឹងយើងអាចឆែក status ម្ដងទៀតចឹងឃើញថា status យើង active វិញចឹងក្នុងករណីនេះយើងអត់ទាន់បិទ server របស់យើងទេដោយសារតែយើងធ្វើការ remote access តាមរយៈ port 22ចឹងយើងគួរតែបើក port នឹងវិញ sudo UFW allow port 22ចឹងបន្ទាប់ពីយើង add rule ហ្នឹងហើយយើងអាចធ្វើការ reload switch របស់យើងដើម្បីឲ្យ chain ហ្នឹងវាមាន effect ភ្លាមចឹងយើងអាចប្រើ command sudo UFW reload ចឹងយើងអាចឆែក status ម្ដងទៀតចឹងយើងឃើញថាយើងបើក port 22វិញចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ